សួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅក្នុងវីដេអូនេះនឹងនាំអ្នកទាំងគ្នាមកជួបនៅរឿងក្តីគួរឲ្យតក់ស្លុតនិងរន្ធត់មួយទៀតហើយគឺទើបតែជួបប្រទះទេគឺវាពិតជារន្ធត់ខ្លាំងមែនតើអត់នឹកស្មានថាលើលោកនេះរឿងបែបហ្នឹងគឺកើតឡើងរឿងមួយនេះទើបតែកើតឡើងថ្មីតែប៉ុណ្ណោះគឺនៅចុងកំឡុងខែ3ហើយខ្ញុំគិតថាអ្នកទាំងគ្នាស្ដាប់ហើយគឺមានអារម្មណ៍ថាខឹងជ្រោះមែនតើនៅអ្វីដែលពួកគាត់បានធ្វើទៅលើជនរងគ្រោះចឹងមកគេនិយាយថាអ្វីដែលគួរឲ្យខ្លាចបំផុតគឺចិត្តមនុស្សហ្នឹងឯងនេះគឺជារឿងក្តីដែលតាក់ទងនឹងការស្លាប់ទៅលើទារកអាយុ2ខួបម្នាក់ហើយការស្លាប់របស់គាត់គឺមិនមែនធម្មតាទេគាត់ទៅបានគេប្រទះឃើញហ្នឹងស្លាប់ហ្នឹងគឺលក្ខណៈថានិយាយចំទៅអាការសំណល់កតបហ្នឹងអ្នកទាំងគ្នាគឺនៅជាប់មាត់គាត់ក្តារជាងគឺនៅជាប់មាត់គាត់អញ្ចឹងមានអារម្មណ៍ថាវាដូចជាការតែមុនតែគាត់ស្លាប់ហ្នឹងគឺគាត់បានស៊ីវានៅមាត់អញ្ចឹងមិនមែនជារឿងធម្មតាទេហើយរឿងនេះបានកើតឡើងកាលពីថ្ងៃទី31ខែមីនាឆ្នាំ2026នៅពេលនោះវេលាប្រហែលជាខ្ទង់ម៉ោង1ថ្ងៃត្រង់គឺខាងប៉ូលីសក្នុងទីក្រុងមួយដែលគេស្គាល់ថា Tel ក្នុងរដ្ឋ Indiana សហរដ្ឋអាមេរិកគឺបានទទួលទូរស័ព្ទពីបុរសម្នាក់ដែលគេស្គាល់ឈ្មោះថា Trevor Richard Hayes នៅក្នុងទូរស័ព្ទនឹងបុរសម្នាក់នឹងគាត់និយាយទាំងលក្ខណៈថាភ័យស្លន់ស្លោអញ្ចឹងគាត់ថាជួយផងត្រូវការជំនួយអញ្ចឹងទៅគេក៏សួរថាតើមានរឿងអ្វីហើយគាត់ថាគាត់ត្រូវការឡានពេទ្យជាបន្ទាន់គាត់បានបន្តទៀតថាក្មេងនៅក្នុងផ្ទះរបស់គាត់នឹងគឺអត់ដកដង្ហើមទេត្រូវការជំនួយជាបន្ទាន់អញ្ចឹងនៅពេលហ្នឹងឡានពេទ្យក៏ដូចជាប៉ូលីសក្នុងតំបន់ក៏ចុះទៅដល់ផ្ទះរបស់គាត់នៅពេលដែលក្រុមសង្គ្រោះចុះទៅដល់ផ្ទះរបស់គាត់គេបានឃើញគាត់នឹងគឺបាន3ទារកដែរអត់ដកដង្ហើមនឹងគឺដាក់នៅលើឥដ្ឋអញ្ចឹងទៅពេលហ្នឹងក្រុមសង្គ្រោះក៏បានធ្វើ PCR លក្ខណៈថាសង្គ្រោះបន្ទាន់ទៅកាន់ក្មេងប៉ុន្តែគួរសោកស្ដាយមែនតើគឺក្មេងម្នាក់នោះគឺបានស្លាប់អស់ប្រហែលជាខ្ទង់ច្រើនម៉ោងទៅហើយបន្តមកទៀតប៉ូលីសក៏បានសួរនាំទៅកាន់គាត់តាក់ទងនៅអ្វីដែលគាត់កំពុងរស់នៅក្នុងផ្ទះហ្នឹងថាតើមានសមាជិកប្រមាណអ្នកតើមានអ្វីកើតឡើងចឹងហើយគាត់ក៏បាននិយាយថារាល់ថ្ងៃគាត់រស់នៅជាមួយនឹងសមាជិកចំនួន5នាក់គាត់ប្រពន្ធគាត់និងកូនចំនួន3នាក់ប៉ូលីសក៏បានបន្តសួរទៀតថាតើមានអ្វីកើតឡើងចំពោះទារកម្នាក់ហ្នឹងមានគេធ្វើបាបគាត់មានគេប៉ះពាល់គាត់ឬក៏គាត់មានគ្រោះថ្នាក់អញ្ចឹងនៅពេលហ្នឹងបរិសុទ្ធដែលជាប្តីគាត់បានឆ្លើយថាមុន14ម៉ោងមុនពេលដែលគាត់ខកទៅ9:11ដើម្បីសុំជំនួយហ្នឹងជាងប្រហែលជាល្បាក់ម៉ោង10យប់គាត់ថាម៉ោង10យប់នៅពេលហ្នឹងគាត់បើកទ្វារមកគឺកូននៅធម្មតាទេគាត់ទៅមើលគឺអត់អីទេប៉ុន្តែក្រោយ14ម៉ោងក្រោយគឺចូលដល់ថ្ងៃថ្មីម៉ោង1ថ្ងៃត្រង់ដែលគាត់ខកទៅ9:11ហ្នឹងគឺនៅពេលដែលគាត់បើកទ្វារមកកូនហ្នឹងគឺដេកស្ប៉ាមកកន្លែងអញ្ចឹងដល់ពេលគាត់ទៅមើលទៅគឺមានដង្ហើមទៀតទៅគាត់សុំជំនួយពីខាង9:11បន្តមកទៀតប៉ូលីសក៏បានប្រាប់គាត់ថាចេះឥឡូវអ្នកជួយនាំខ្ញុំទៅមើលកន្លែងបន្ទប់ដែលកូនអ្នកឯងដេកនឹងទីមើលតើមានបញ្ហាអ្វីអត់អញ្ចឹងនៅពេលដែលប៉ូលីសឡើងទៅដល់អ្នកទាំងគ្នាគឺវានៅជាន់លក្ខណៈថាជាន់ទី1ក្នុងផ្ទះហ្នឹងអញ្ចឹងនៅពេលដែលគាត់គេដើរទៅដល់ហ្នឹងវាពិតជាធំក្លិនស្អុយខ្លាំងមែនតើអ្នកទាំងគ្នាលក្ខណៈថាបើនិយាយចំទៅដូចមិនកន្លែងមនុស្សនៅអញ្ចឹងវាសុទ្ធតែសម្រាមតាំងពីកន្លែងអាចដើរឡើងទៅជាន់ទី1នឹងយកតែម្ដងឡើងកខ្វក់តែម្ដងតែជាន់ផ្ទាល់ដីដែលគាត់រស់នៅព្រោះប្តីប្រពន្ធគាត់រស់នៅជាន់ផ្ទាល់ដីប៉ុន្តែគាត់ដាក់កូនរបស់គាត់2វិញ្ញាណហ្នឹងគឺនៅជាន់ទី1តែជាន់ផ្ទាល់ដីអ្នកទាំងគ្នាគឺស្អាតភ្លឹងតែម្ដងគឺមនុស្សរស់នៅតែជាន់ទី1ដែលយើងឡើងពីចដាទៅដល់ជាន់ផ្លឹបជាន់ទី1ពឹបចប់មកគឺសុទ្ធតែសម្រាមឲ្យធំក្លិនស្អុយខ្លាំងមែនតើលីក៏បានសួរទៅកាន់ប្តីប្រពន្ធមកគូថាតើអ្នកដែលសម្អាតទេមើលទៅសុទ្ធតែសម្រាមអញ្ចឹងណាហើយប្តីប្រពន្ធមកគូក៏និយាយថាគឺគាត់សម្អាតគាត់ថាវាច្រើនថ្ងៃទើបសម្អាតម្ដងអញ្ចឹងណាហើយចំពោះជាន់ខាងក្រៅវិញគឺពួកគាត់មើលទៅឡើងភ្លឹងគាត់សម្អាតរាល់ថ្ងៃអញ្ចឹងទៅតែប៉ូលីសគេខ្ជិលក្បល់ច្រើនគេក៏បានបន្តទៅកាន់បន្ទប់ដែលក្មេងគឺបានដេកស្លាប់នៅទីនោះវិញនៅពេលដែលប្តីប្រពន្ធមកគូនាំប៉ូលីសទៅកាន់បន្ទប់ដែលទារកបានដេកស្លាប់ហើយខាងប៉ូលីសគេបានគេលក្ខណៈថាគាត់សម្គាល់ឃើញថាទ្វារបន្ទប់ហ្នឹងគឺមានតែកលឹះចាក់សោខាងក្រៅតែមួយតែប៉ុណ្ណោះលក្ខណៈថាបើសិនជាយើងគុំខាងអាណាគេម្នាក់គឺចាក់បានខាងក្រៅខាងក្នុងគឺអត់មានអីទេអ្នកទាំងគ្នាអញ្ចឹងគេក៏បានសួរទៅកាន់ប្តីប្រពន្ធមកគូថាមិនក៏ណៃធ្វើទ្វារអញ្ចឹងណាហើយប្តីប្រពន្ធមកគូក៏បាននិយាយថាគឺជាការពារកូនខ្លាចទារកហ្នឹងគឺបានចុះទៅលើខែឬក៏វាចេញពីបន្ទប់ហ្នឹងធ្លាក់មកកម្មចរាជាន់ក្រោមអញ្ចឹងណាទើបគេធ្វើពីខាងក្រៅចាក់តែមួយជាន់ទៅបានហើយពេលដែលប៉ូលីសគាត់បានបើកទ្វារនឹងភ្លាមគឺធំក្លិនស្អុយខ្លាំងមែនតើអ្នកទាំងគ្នាវាដូចជាមិនមែនជាកន្លែងមនុស្សរស់នៅអញ្ចឹងក៏ហ្វក់ខ្លាំងមែនតើសម្រាមកំពុងទៅដោះគោកដូចជាកតបហើយប្រឡាក់កាក់សំណល់របស់គាត់ឬក៏ទឹកនោមអីនៅពីពេញពីការឡើងប្រឡាក់ពេញជាងក៏មានដែរហើយប៉ូលីសក៏បានសួរគាត់ថាអ្នកដែលសម្អាតទេហើយគាត់ទៅតែនិយាយដែរថាយូរសម្អាតម្ដងហើយនៅពេលដែលគេឃើញទស្សនវិជ្ជាហ្នឹងគេដឹងថាអូមិនជារឿងធម្មតាទេមកតើហើយមួយវិញទៀតអ្នកទាំងគ្នាដឹងហើយកន្លែងកខ្វក់សត្វអីដែលចូលចិត្តរស់នៅកន្លែងកខ្វក់បំផុតកដោកឡាតសម្ោចហ្នឹងគឺមកហើយក្នុងបន្ទប់ហ្នឹងគឺសុទ្ធតែអញ្ចឹងអ្នកទាំងគ្នាគិតមើលឲ្យក្មេងរស់នៅមិនឲ្យក្មេងនៅក្នុងហ្នឹងមិនគឺវាពិតជាពិបាកភ្នែកវាពិតជាតក់ស្លុតមែនតើនៅអ្វីដែលពួកគាត់បានធ្វើទៅកាន់ទារកអាយុ2ខួបហ្នឹងបន្តមកទៀតក្រោយការធ្វើកសោបច្ច័យបានបង្ហាញថារាងកាយរបស់ទារកគឺសុទ្ធតែស្នាមខាំដោយសារសត្វល្អិតហើយមានប្រហែលជាខ្ទង់40កន្លែង
គឺខំជាប់មកហើយមួយវិញទៀតអ្វីដែលធ្វើឲ្យគេតក់ស្លុតបំផុតនោះគឺក្មេងអាចស្លាប់ដោយសារតែអត់អាហារហូបនេះតាមអ្វីដែលគេរកឃើញប្រព័ន្ធទម្ងន់របស់គាត់នៅពេលហ្នឹងប្រហែលជាខ្ទង់7 ទៅ 8 គីឡូតែប៉ុណ្ណោះហើយមួយវិញទៀតអ្វីដែលធ្វើឲ្យគេតក់ស្លុតនិងរន្ធត់ខ្លាំងបំផុតហ្នឹងគឺគេបានរកឃើញថាកាកសំណល់កតបក៏ដូចជាกระดาษបិណ្ឌជាងគឺនៅក្នុងមាត់របស់គាត់អញ្ចឹងតាមអ្វីដែលគេសន្និដ្ឋានជំហានដំបូងគឺក្មេងលក្ខណៈថាគាត់ឃ្លានខ្លាំងអត់មានអីហូបក៏ហូបរបស់ហ្នឹងតែម្ដងទៅហើយចំពោះការស្លាប់របស់ទារកម្នាក់ហ្នឹងវិញគឺគេបានសន្និដ្ឋានចំនួន2រឿងទី1គឺតាក់ទងនឹងការអត់មានអីហូបគឺគាត់ស្លាប់ដោយសារតែអត់អាហារអញ្ចឹងហើយទី2តាក់ទងនឹងបរិយាកាសរស់នៅជុំវិញខ្លួនរបស់គាត់អ្នកទាំងគ្នាដឹងហើយទារកក្មេងប៉ុណ្ណឹងអង្គទីគាត់ការពារខ្លួនគាត់ប៉ុណ្ណាគឺអត់ទេអញ្ចឹងគាត់ត្រូវការស្អាតខ្លាំងមែនតើអញ្ចឹងនៅពេលដែលបរិយាកាសកក្រិចបែបហ្នឹងគឺគាត់មិនអាចរស់នៅបានទេហើយហានិភ័យគឺកើតឡើងចំពោះគាត់មែនតើអញ្ចឹងនៅពេលដែលគេបានឃើញបរិយាកាសនៃការរស់នៅរបស់ទារកហើយក៏ដូចជាលទ្ធផលនៃការធ្វើកសោវិច័យហើយគេក៏បានសម្រេចថាគឺគាត់ខ្លួនប្រិយប្រពន្ធ2នាក់តែម្ដងពួកក្មេង2នាក់ទៀតដែលជាកូនរបស់គាត់នឹងត្រូវបានខាងគេហៅសង្គ្រោះគាត់តាក់ទងនឹងកុមារគឺយកទៅមើលថែចំនួនសិនហើយដំបងតាក់ទងការសួរនាំទៅកាន់គាត់អ្នកទាំងគ្នាគឺពួកគាត់ទាំងពីរនាក់មានអារម្មណ៍ថាឆ្លោយយករួចខ្លួនលក្ខណៈអត់មានទំនួលខុសត្រូវតាមភ្លេក៏បានសួរទៅកាន់ពួកគាត់ថាណែបើអត់អាហារកូនមែនបើជាកូនទៅជាបែបហ្នឹងពួកគាត់ឆ្លើយថាអត់ទេឲ្យហូបគ្រប់គ្រាន់តាឲ្យហូបគ្រប់គ្រាន់ក៏ក្មេងទៅជាបែបហ្នឹងដល់ថ្នាក់ហូបកាកសំណល់កតបក្នុងមាត់អញ្ចឹងណាប៉ុន្តែពួកគាត់នៅបកកាយថាឲ្យហូបគ្រប់គ្រាន់បើឲ្យហូបគ្រប់គ្រាន់មិនទៅជាបែបហ្នឹងទេចំពោះរឿងក្តីនៃការដាក់ទោសទណ្ឌទៅលើពួកគេទាំងពីរនាក់គឺអត់ទាន់សម្រេចជាផ្លូវការទេគេកំពុងតែធ្វើការដើម្បីសាកសួរបន្តទៀតអញ្ចឹងណាហើយរឿងមួយនេះគឺវាមានកត្តាច្រើនអ្នកទាំងគ្នាតាក់ទងនៅអ្វីដែលពួកគាត់ធ្វើទី1គឺអត់មានទំនួលខុសត្រូវក្នុងនាមជាពុកម្ដាយហើយទី2គឺតាក់ទងផ្លូវចិត្តផងដែរកត្តាផ្លូវចិត្តវាអញ្ចឹងអ្នកខ្លះមានកូនមិនស្រឡាញ់ទេតែក៏អត់ស្អប់ដែរលក្ខណៈថាមានក៏មានអត់ក៏អត់ហីពីព្រោះមានរឿងច្រើនអ្នកតានេះធ្លាប់អានរឿងក្តីគិតកម្មគឺបែបហ្នឹងឯងអ្នកខ្លះមានកូនហើយក៏អត់សូវខ្វល់ទេគឺទុកកូនចោលរហូតដល់ស្លាប់ចឹងបានធ្វើយំទួញសោកកំសត់ខ្លាំងទើបស្ដាយក្រោយតាមក្រោយចឹងណាចឹងគឺវាបែបហ្នឹងឯងគឺតាក់ទងកត្តាផ្លូវចិត្តផងដែរបើមានគ្នាហើយគួរតែមើលគ្នាទៅបើគ្នាមិននៅជាមួយយើងហើយតែបើសិនជាយើងអត់ចូលចិត្តកូនចូលចិត្តក្មេងទេកុំធ្វើវាមានទៅណាចប់